ចាជាបឋមនាងខ្ញុំសូមគោរពជំរាបសួរអស់លោកស្រីនាងកញ្ញាបងប្អូនក្រុមគ្រួសារសមាជិកអាតូមីទាំងអស់ជាទីស្រឡាញ់ផងដែរចាថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលក្រុមហ៊ុនផ្ដល់ឱកាសឲ្យរូបនាងខ្ញុំមានវត្តមានជាលើកទី2នៅលើឆាកនេះមានបងប្អូនចាំការលើកទី1ឯងបងប្អូនខ្ញុំឡើងមកលើឆាកនេះគឺបាត់ព័ត៌មានទាំងអស់គឺឈរសោចចាក៏ប៉ុន្តែនៅថ្ងៃនេះខ្ញុំសង្ឃឹមថារឿងរ៉ាវនៅបទពិសោធន៍អំពីអូតូសេរបស់ខ្ញុំអាចជាចង្កៀងបំភ្លឺផ្លូវជូនបងប្អូនទាំងអស់គ្នាដែលនៅក្នុងសារនេះឆ្ពោះទៅរកវិថីជោគជ័យអូតូសេហើយនឹងឆ្ពោះទៅដល់ Imperial Master ផងដែរចាអញ្ចឹងមុនចូលទៅកាន់បទពិសោធន៍រឿងរ៉ាវអូតូសេរបស់ខ្ញុំនេះខ្ញុំសូមអនុញ្ញាតណែនាំខ្លួនជាមុនសិនចានេះខ្ញុំឈ្មោះមាចារិយាជាអ្នកក្រុងភ្នំពេញមិនមែនមកពីកូរ៉េណាចាអញ្ចឹងមុនស្គាល់អាតូមីនាងខ្ញុំគ្រាន់តែជាស្ត្រីមេផ្ទះធម្មតាដែលគ្មានមហិច្ឆតាធំអីទេគ្រាន់តែចង់មានលុយចាយជារបស់ខ្លួនឯងទើបនាងខ្ញុំទាមទារស្វាមីខ្ញុំទៅប្រកបអាជីវកម្មជាច្រើនចានាងខ្ញុំធ្លាប់បើកជាអាហារដ្ឋាននាងខ្ញុំធ្លាប់បើកជាកន្លែងលាងឡាននាងខ្ញុំធ្លាប់បើកហាងសាឡននាងខ្ញុំធ្លាប់ដាក់លុយរាប់លុយឈរចងការប្រាក់ទាំងអស់ហ្នឹងមិនមែនជាការអួតទេគឺនាងខ្ញុំបានបរាជ័យជាបន្តបន្ទាប់ចាអ្វីដែលនាងខ្ញុំបាត់បង់លើសពីលុយក្នុងការធ្វើអាជីវកម្មគឺបាត់បង់ទំនុកចិត្តរបស់ក្រុមគ្រួសារខ្ញុំទៅលើរូបនាងខ្ញុំបងប្អូនមិត្តភ័ក្តិស្វាមីឪពុកម្ដាយក្មេកគេថាខ្ញុំមួយឆ្នាំរកស៊ីនេះ2ឆ្នាំរកស៊ីនោះអ្នកណាគេជឿយើងចាអ្វីដែលខ្ញុំបាត់លើសពីទំនុកចិត្តរបស់មនុស្សជុំវិញខ្លួនមកលើខ្ញុំគឺទំនុកចិត្តខ្លួនឯងចំពោះខ្លួនឯងនាងខ្ញុំខ្លាចកន្លែងដែលនាងខ្ញុំធ្លាប់ទៅនាងខ្ញុំខ្លាចមនុស្សដែលនាងខ្ញុំចង់ធ្លាប់ស្គាល់នាងខ្ញុំអត់ចង់ទៅណាទាំងអស់នាងខ្ញុំស្ទើរតែកើតវិបត្តិផ្លូវចិត្តនាងខ្ញុំយកពេលយប់ធ្វើពេលថ្ងៃគឺធ្វើពេលយប់ចាស្ថិតក្នុងស្ថានភាពដ៏លំបាកមួយនោះនាងខ្ញុំបានជួបនឹងអាតូមីចាផ្ដើមចេញពីអ្នកប្រើប្រាស់ហើយក៏វិវត្តខ្លួនខ្លាយទៅជាអូតូសេលនាពេលបច្ចុប្បន្ននេះផងដែរចាអញ្ចឹងមុននឹងនាងខ្ញុំឈ្មោះមកដល់កាន់អូតូសេលគឺនាងខ្ញុំបានឆ្លងកាត់ការលំបាកជាច្រើនឧបសគ្គជាច្រើនក៏ប៉ុន្តែឧបសគ្គដ៏ធំមួយសម្រាប់រូបនាងខ្ញុំចាបងប្អូនទាំងអស់គ្នាចាគឺឧបសគ្គស្វាមីបដិសេធពេលដែលនាងខ្ញុំចាប់ផ្ដើមអាជីវកម្មអាតូមីដំបូងចាពីស្ត្រីមេផ្ទះដែលចំណាយពេលមើលថែកូន3នាក់ហើយមានមុខរបរជាប្រចាំថ្ងៃដែលចិញ្ចឹមជីវិតតែបែរជាចំណាយពេលមកសិក្ខាសាលាចំណាយពេលចេញទៅខេត្តស្វាមីរបស់ខ្ញុំគឺគាត់ប្រឆាំងទាំងស្រុងតែដោយសារតែនាងខ្ញុំក្បាលរឹងចាក៏គាត់មិនអាចបដិសេធអីជាមួយនាងខ្ញុំបានរាល់ពេលខ្ញុំចូលរួមសិក្ខាសាលាខ្ញុំត្រឡប់ទៅផ្ទះវិញគឺគាត់អត់និយាយរកទេចាព្រោះគាត់ខ្លាចខ្ញុំចាញ់បោក sponsor ខ្លាចខ្ញុំចាញ់បោកក្រុមហ៊ុនចាគ្មានប្រាក់ណាលាក់នឹងគេលាក់សូម្បីតែសភៅគ្រួសារលាក់សូម្បីតែអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំចាគាត់បិទសេដ្ឋកិច្ចខ្ញុំទាំងស្រុងចាអត់ឲ្យខ្ញុំចេញធ្វើអាតូមីទេចានេះគឺជាឧបសគ្គមួយសម្រាប់រូបនាងខ្ញុំហើយបន្តមកទៀតគឺនាងខ្ញុំតែងតែមានកំហឹងចំពោះស្វាមីខ្ញុំខ្លាំងមែនទែនគឺគុំទុកក្នុងចិត្តតែម្ដងចាខ្ញុំថាចាំមើលណាតទៅពេលខ្ញុំឡើងឆាកទទួលតំណែងខ្ញុំច្បាស់ជាអូសកឡើងឆាកឲ្យតតែបានចានៅក្នុងផ្ទះគឺនាងខ្ញុំទៀមទាស្រែកឆ្លោះជាមួយគាត់ដូចខ្លាញីអញ្ចឹងក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាពេលដែលចាប់ផ្ដើមចេញធ្វើអាតូមីលើកដំបូងចេញមកក្រៅគឺកូនឆ្មាសិក្សាបងប្អូនអ្វីក៏នាងខ្ញុំអត់ចេះដែរចាលក់ផលិតផលក៏មិនចេះណែនាំគេក៏មិនចេះពេលឃើញមនុស្សចា sponsor ខ្ញុំក៏រួញឲ្យទៅចាញ័រអស់ហើយជាងផឹកកាហ្វេទៀតចាបេះដូងរបស់នាងខ្ញុំលោតចង់ឃ្លាយចេញក្រៅអស់ហើយចាអញ្ចឹងនៅទីនេះមានបងប្អូនប្រហែលអ្នកនៅក្នុងផ្ទះជាខ្លាញទេចេញមកក្រៅជាកូនម៉ែវមានទេធ្លាប់មានទេចាក៏ប៉ុន្តែថ្ងៃនេះនាងខ្ញុំឡើងឆាកធ្វើបទបង្ហាញអូតូសេលក្នុងគោលបំណងដ៏ធំមួយរបស់នាងខ្ញុំគឺជាអូតូសេលម្នាក់ដែលអាចបង្កើតអូតូសេល100នាក់ឲ្យខានតែបានមិនមែនកូនម៉ែវទៀតទេចឹងបងប្អូននៅទីនេះប្រហែលអ្នកចង់ខ្លាចជាអូតូសេលចាខ្ញុំជឿជាក់ថាបទបង្ហាញមួយនេះនឹងជួយឲ្យបងប្អូនទាំងអស់គ្នាបោះជំហានទៅកាន់អូតូសេលយ៉ាងជឿជាក់ពិតប្រាកដចាអញ្ចឹងដើម្បីឲ្យបងប្អូនបានទៅដល់អូតូសេលតើបងប្អូនទាំងអស់គ្នាយល់ពីអូតូសេលជាមុនសិនតើអ្វីទៅគឺជាអូតូសេលអញ្ចឹងនាងខ្ញុំនឹងបកស្រាយចាពាក់ព័ន្ធជាមួយនឹងពាក្យថាអូតូសេលចាអូតូជាភាសាបរទេសចាជាភាសាអង់គ្លេសដែលបកជាភាសាខ្មែរគឺស្វ័យប្រវត្តិចា Sales Master គឺលក់ Master យើងថាជាកម្រិតមេឬក៏កម្រិតជំនាញអញ្ចឹងអូតូសេលគឺជាការលក់ដោយស្វ័យប្រវត្តិរហូតដល់កម្រិតជំនាញមួយនេះគឺជាការបកស្រាយពាក្យរបស់អូតូសេលចាមួយវិញទៀតខ្ញុំចង់បកស្រាយអត្ថន័យពិតរបស់អូតូសេលអត្ថន័យពិតរបស់អូតូសេលមិនមែនជាការលក់ទេបងប្អូនទាំងអស់គ្នាអត្ថន័យពិតរបស់អូតូសេលគឺអ្នកប្រើប្រាស់ដោយស្វ័យប្រវត្តិដែលមានលក្ខខណ្ឌបន្ទុក700000ហើយបង្កើតអ្នកប្រើប្រាស់ស្វ័យប្រវត្តិពីរក្រុមដែលមានលក្ខខណ្ឌក្នុងរយៈពេលកន្លះខែគឺបន្ទុក2500000ចាតើអ្នកទាំងអស់គ្នាបងប្អូនចាអញ្ចឹងវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីខ្លាចជាអូតូសេលមិនស្ថិតលើបងប្អូនទាំងអស់គ្នាធ្វើអាជីវកម្មនេះយូរឬឆាប់នោះទេបងប្អូនទាំងអស់គ្នាខ្ញុំចូលរួមសកម្មនៅក្នុងអាជីវកម្មនេះនៅក្នុងឆ្នាំ2017ក្នុងឆ្នាំ2018ចុងឆ្នាំគឺនាងខ្ញុំអាចខ្លាចទៅជាអូតូសេលតាំងពីនាងខ្ញុំខ្លាចជាអូតូសេលមកគឺនាងខ្ញុំមិនដែរដោនធ្លាក់អំពីអូតូសេលនោះឡើយព្រោះខ្ញុំយល់ច្បាស់ថាអ្វីទៅជាអូតូសេលអញ្ចឹងបងប្អូនទាំងអស់គ្នាមិនថាអ្នកថ្មីមិនថាអ្នកចាស់គឺអាចខ្លាចជាអូតូសេលបានគ្រប់គ្នាមានអ្នកថ្មីអត់បងប្អូនទាំងអស់គ្នាមានអ្នកដែលមិនទាន់បានកាត់លុយទេចាអញ្ចឹងដើម្បីខ្លាចទៅជាអូតូសេលលុះត្រាតែបងប្អូនទាំងអស់គ្នាដឹងពីមូលដ្ឋានគ្រឹះដំបូងនៃការកាត់លុយជាមុនសិនចាដើម្បីទទួលបានប្រាក់ចំណូលពីអាតូមីលុះត្រាតែបងប្អូនទាំងអស់គ្នាមានបន្ទុកផ្ទាល់ខ្លួន3000000ហើយនឹងបង្កើតក្រុមឆ្វេងក្រុមស្ដាំមានបន្ទុកសងខាង3000000ចាអញ្ចឹងបើបងប្អូនទាំងអស់គ្នាយល់ពីគ្រឹះមូលដ្ឋានគ្រឹះមួយនេះបងប្អូននឹងដឹងអំពីថាតើបងប្អូនត្រូវធ្វើយ៉ាងដូចម្ដេចមែនអត់បងប្អូនទាំងអស់គ្នាចាមិនមែនជាការសុំ sponsor តម្លាក់បន្ទុកឲ្យកាត់លុយទេបើបងប្អូនសុំបន្ទុក sponsor កាត់លុយបងប្អូនមិនងាយនឹងបានអូតូសេលឡើយចាវាធ្វើឲ្យតែបងប្អូនឆាប់បានលុយចាប៉ុន្តែបងប្អូននឹងពិបាកក្នុងការបន្តដំណើរទៅមុខទៀតកាត់លុយលើកទី1 sponsor ជួយកាត់លុយលើកទី2កាត់លុយលើកទី3ចុះនៅកាត់លុយបន្តទៀតតើអ្នកណាជួយយើងមែនអត់បងប្អូនទាំងអស់គ្នាចាក៏ប៉ុន្តែមនុស្សភាគច្រើនដែលធ្វើ
តូមីគឺតែងតែបោះបង់ក្នុងដំណាក់កាលបន្ទុក30,000ផ្ទាល់ខ្លួនបន្ទុកខ្ញុំបច្ចុប្បន្នគឺ2លាន4សែនដែលជាការទិញប្រើប្រាស់របស់ខ្ញុំតែផ្ទាល់មិនដែលមាន sponsor ណាដាក់បន្ទុកចូលផ្ទាល់ខ្លួនរបស់ខ្ញុំទេចាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែប្រើប្រាស់ផ្ទាល់ខ្លួនឯងឲ្យបាន30,000ហើយនឹងបង្កើតក្រុមឆ្វេងស្រាំអញ្ចឹងការបង្កើតក្រុមឆ្វេងហើយនឹងក្រុមស្រាំចាគឺបងប្អូនត្រូវតែរកអ្នកប្រើប្រាស់ជាទូទៅពេលប្រើ30,000ម្នាក់ឯងចាគឺយូរក៏ប៉ុន្តែបន្ទុកក្រុមឆ្វេងក្រុមស្រាំមិនយូរដូចបន្ទុកផ្ទាល់ខ្លួនយើង30,000ទេដោយសារអីក្រុមឆ្វេងមិនមែនម្នាក់មិនមែន2នាក់អាចនឹងច្រើននាក់មែនអត់បងប្អូនទាំងអស់គ្នាហើយក៏មានបងប្អូនមួយចំនួនទៀតដែលចូលធ្វើអាតូមីមានបន្ទុករាប់លានខាងឆ្វេងហើយមានទេចាអញ្ចឹងយើងអាចកាត់លុយបានអត់ខ្ញុំជឿជាក់ថាខ្ញុំខ្លាចទៅជាអ្នកចំនួនអាតូមីតាំងពីថ្ងៃដែលខ្ញុំធ្លាក់លុយលើកដំបូងម្ល៉េះចាអញ្ចឹងនេះគឺជាចំណុចដំបូងបងប្អូនដែលមិនទាន់ស្គាល់រសជាតិកាត់លុយពីអាតូមីត្រូវតែព្យាយាមក្នុងការកសាងអតិថិជនប្រើប្រាស់ចាបន្តមកទៀតគឺបងប្អូនចាប់ផ្ដើមធ្វើយ៉ាងណាឲ្យអតិថិជនដែលយើងណែនាំនៅក្នុងចំនួននោះគាត់អាចធ្វើការណែនាំបន្តបាននេះគឺជាចំណុចទី2នៃការចាក់ឬបើសិនជាបងប្អូនគ្រាន់តែណែនាំម្នាក់ឯងទេចាអូតូសេលគឺស្ទើរតែមិនអាចទៅរួចចាខ្ញុំអាចនិយាយចឹងបានចាប៉ុន្តែសម្រាប់ម៉ាដាមលីហេចុងគាត់ថាគាត់លក់តែម្នាក់ឯងក៏គាត់អូតូសេលដែរអញ្ចឹងផ្លូវវាមានច្រើនតែសម្រាប់ខ្ញុំជឿថាបើសិនជាយើងលក់តែម្នាក់ឯងឬណែនាំតែម្នាក់ឯងគឺមិនងាយខ្លាយទៅជាអូតូសេលទេលុះត្រាតែបងប្អូនបណ្ដុះអ្នកប្រើប្រាស់ឲ្យគាត់អាចណែនាំបន្តបានទើបវាខ្លាយទៅជាទ្វេគុណចាបន្តមកទៀតគឺបងប្អូនត្រូវតែឆ្លងកាត់ដំណាក់កាលមួយទៀតដែលគេហៅថា Sale Master បងប្អូនអរគ្នាធ្លាប់ចាំការពេលយើងនៅក្មេងរៀនជិះកង់អត់បងប្អូនអរគ្នាធ្លាប់ចាំអត់បងប្អូនឡើងទៅលើកង់ភ្លាមបងប្អូនអាចជិះបានទៅមុខរួចអត់ចាពេលដែលយើងជិះកង់ដំបូងគឺត្រូវមានអ្នកគ្រាកង់នឹងសិនចាបើសិនជាអត់មានអ្នកគ្រាទេគឺយើងនេះហើយជាអ្នកបដៅកង់នឹងសិនបដៅទម្រាំតែយើងហ៊ានបោះជើងឡើងពាក់កង់ពីលើអង្គុយលើកែបធាក់មិនដឹងថាយើងដួលប្រហែលដងអញ្ចឹងបងប្អូនដែលមិនទាន់ខ្លាយទៅជាអូតូសេលត្រូវតែដាក់គោលដៅក្នុងការឡើងតំណែង Sale Master ជាមុនសិនតើអ្នកនរគ្នាចាអញ្ចឹងការដាក់គោលដៅឡើង Sale គឺការខិតខំធ្វើឲ្យបង្កើតបានបន្ទុក2លានកន្លះដោយការខិតខំប្រឹងប្រែងអញ្ចឹងបងប្អូនទាំងអស់គ្នានៅពេលដែលឡើង Sale Master ហើយបងប្អូនត្រូវតែដាក់គោលដៅចាទៅតាមស្ថានភាពក្រុមរបស់បងប្អូននាពេលបន្តទៅមុខទៀតក្នុងការរក្សាតំណែង Sale Master ចាអញ្ចឹងសម្រាប់លោកនាងខ្ញុំផ្ទាល់បទពិសោធន៍របស់លោកនាងខ្ញុំមុននឹងនាងខ្ញុំខ្លាចជាអូតូសេល Master នាងខ្ញុំគឺជា Sale Master ដែលរក្សាតំណែងបាន2ដងហើយបានឡើងទៅជា Diamond ទើបនាងខ្ញុំខ្លាចទៅជាអូតូសេលនៅពេលដែលនាងខ្ញុំឡើង Diamond ហើយចាអញ្ចឹងនេះគឺជារចនាសម្ព័ន្ធ Sale Master ដែលយើងខិតខំប្រឹងប្រែងធ្វើហើយបើសិនជាយើងឡើង Sale Master បងប្អូនទាំងអស់គ្នានឹងទទួលចំណូលចាមួយខែចាខ្ទង់1,500បើសិនជាកាត់ពន្ធរួចណាព្រោះកន្លះខែយើងទទួលបាន$750ចាមានន័យថាការកាត់សាច់ខបានប្រហែលជា400ហើយbonusបន្ថែម350ទៀតគឺ750ចាអញ្ចឹងបើសិនជាមួយខែយើងធ្វើបាន2ដងយើងបាន1,500ក៏ប៉ុន្តែអូតូសេលក៏អាចរកចំណូលបានលើសហ្នឹងដោយសារអីការឡើងសេលយើងអាចកាត់ត្រឹម700ទេតែអូតូសេលគឺកាត់លុយរាល់ថ្ងៃចាមានថ្ងៃខ្លះcycleទី7ពេលខ្លះទៀតក៏អាច cycle ទី6គឺមួយថ្ងៃ100ចាអញ្ចឹងដើម្បីជាមូលដ្ឋានគ្រឹះឲ្យបងប្អូនទាំងអស់គ្នាយល់ច្បាស់ពីអូតូសេលតើបងប្អូនទាំងអស់គ្នាដឹងពីអត្ថប្រយោជន៍របស់អូតូសេលជាមុនសិនចាអត្ថប្រយោជន៍ដំបូងរបស់អូតូសេលគឺចំណូលស្វ័យប្រវត្តិបងប្អូនដែលវាគ្មិនមុននេះគាត់និយាយថាលុយរត់ដេញតាមគាត់នេះហើយគឺជាចំណូលស្វ័យប្រវត្តិចំណូលតាមរយៈប្រព័ន្ធអាជីវកម្មអាតូមីបានបង្កើតចំណូលជាទៀងទាត់និងស្វ័យប្រវត្តិជូនបងប្អូនទាំងអស់គ្នាទោះជាបងប្អូនមិនចេញទៅណែនាំក៏ចំណូលនោះនៅតែរានមកបងប្អូនជាប្រចាំមួយវិញទៀតអត្ថប្រយោជន៍មួយទៀតសម្រាប់អូតូសេលគឺមានសេរីភាពពេលវេលាចាអញ្ចឹងសេរីភាពពេលវេលាកន្លែងនេះចាបងប្អូនអាចចាត់ចែងវាដោយខ្លួនឯងមិនមែនថាមានសេរីភាពពេលវេលាយើងធ្វើអីក៏បានដែរគឺមានន័យថាយើងធ្វើអីក៏បានតែយើងរៀបចំពេលវេលាយើងឲ្យមានអត្ថប្រយោជន៍ចាមួយវិញទៀតនោះគឺមានសេរីភាពក្នុងការទំនាក់ទំនងចាបងប្អូនទាំងអស់គ្នាបងប្អូនសាកនឹកមើលថាបងប្អូនធ្វើការឲ្យថៅកែម្នាក់នៅក្នុងថៅកែនោះបងប្អូនអត់ពេញចិត្តបងប្អូនត្រូវតែធ្វើការរាល់ថ្ងៃដើម្បីបានលុយមែនអត់បងប្អូនទាំងអស់គ្នាចាតែនៅក្នុងអាជីវកម្មអាតូមីអត់ទេបងប្អូនទាំងអស់គ្នាបងប្អូនមានសិទ្ធិសេរីភាពក្នុងការបង្កើតទំនាក់ទំនងរក្សាទំនាក់ទំនងដែលជាសេរីភាពរបស់បងប្អូនខ្លួនឯងដូចជាស្ដែងចាការថ្ងៃមុន Star Master Hena គាត់ឡើងមកប្រទេសកម្ពុជាគាត់ថាកាលពីដំបូងឡើយគាត់ត្រូវបានក្រុមហ៊ុន CEO ស្នើឲ្យធ្វើនាយកសាខាប៉ុន្តែគាត់អត់ចង់ធ្វើនាយកសាខាទេដោយសារអីចាអាចនៅ stand by តែកម្ពុជាអញ្ចឹងគាត់បច្ចុប្បន្នគាត់ដើរជុំវិញពិភពលោកមែនអត់បងប្អូនទាំងអស់គ្នាជាចុងក្រោយគឺមានសេរីភាពផ្នែកផ្នត់កំណត់នៅពេលដែលលុយបងប្អូនហូរមកជាប្រចាំចាបងប្អូនអាចនឹងមិនខ្វាយខ្វល់អំពីលុយបងប្អូនអាចយកផ្នត់កំណត់របស់បងប្អូនទៅចាប់យកឱកាសចាក្នុងការអភិវឌ្ឍខ្លួនទាំង4នេះហើយគឺជាឈ្នន់ជួយទុកឲ្យបងប្អូនជន់ទៅកាន់ Imperial Master គោលដៅ Imperial Master និងជីវិតដែលមានតុល្យភាពផងដែរត្រូវអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងនៅពេលដែលបងប្អូនមានព័ត៌មានអំពីអាតូមីគឺអំពីអូតូសេលគឺមិនគ្រប់គ្រាន់ទេបងប្អូនត្រូវតែដឹងអំពីវិធីសាស្ត្រក្នុងការคลายទៅជាអូតូសេលតើធ្វើបែបណាទើបយើងคลายជាអូតូសេលចាដើម្បីคลายទៅជាអូតូសេលតាមអត្ថន័យដែលនាងខ្ញុំបកស្រាយអំបញ្ញមិញគឺយើងត្រូវคลายទៅជាអ្នកប្រើប្រាស់ស្វ័យប្រវត្តិជាមុនសិនតើអ្វីទៅគឺជាអ្នកប្រើប្រាស់ស្វ័យប្រវត្តិបងប្អូនទាំងអស់គ្នាអ្នកប្រើប្រាស់ស្វ័យប្រវត្តិគឺជាអ្នកប្រើប្រាស់ដែលទិញដោយខ្លួនឯងចាអាចបញ្ជាទិញដោយខ្លួនឯងនិងអាចណែនាំបន្តទៅកាន់អតិថិជនបន្តបន្ទាប់ដោយខ្លួនឯងនោះហើយគឺជាអតិថិជនស្វ័យប្រវត្តិបងប្អូនទាំងអស់គ្នាអាចคลายជាអតិថិជនស្វ័យប្រវត្តិបាននៅប្រើផលិតផលស្រឡាញ់នៅចា
មួយវិញទៀតគឺបងប្អូនអាចណែនាំបន្តនិងបង្កើតអតិថិជនដោយស្វ័យប្រវត្តិតែធ្វើយ៉ាងម៉េចទៅបង្កើតអតិថិជនដោយស្វ័យប្រវត្តិបានមានបងប្អូនជាច្រើនធ្វើអាតូមីព្រោះតែផែនការទីផ្សារដែលរកចំណូលបានលុយវាពិតជាសំខាន់សម្រាប់បងប្អូនក៏ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាផ្ដោតតែអំពីលុយវិញសេវាកម្មរបស់បងប្អូនគឺខ្សោយបំផុតចាព្រោះពេលដែលបងប្អូនទៅជួបអតិថិជនស្នាមញញឹមរបស់បងប្អូនមិនមែនជាស្នាមញញឹមដែលមានមុនស្នេហ៍ទេជឿថាអញ្ចឹងអត់ចាអញ្ចឹងដើម្បីឲ្យយើងបង្កើតអតិថិជនស្វ័យប្រវត្តិបានលុះត្រាតែបងប្អូនបំភ្លេចលុយចោលបងប្អូនត្រូវគិតថាធ្វើយ៉ាងណាដើម្បីឲ្យគាត់ទទួលបានភាពជោគជ័យក្នុងការប្រើប្រាស់ផលិតផលភាពជោគជ័យក្នុងការធ្វើជំនួញនេះហើយគឺជាការណែនាំទៅកាន់អតិថិជនម្នាក់ដើម្បីបង្កើតអតិថិជនពីអ្នកប្រើប្រាស់ធម្មតារាល់ពេលដែលគ្រាន់តែបងប្អូនត្រូវការ follow up គេឲ្យទិញផលិតផលបងប្អូនត្រូវតែតាក់ទងអតិថិជនជាប្រចាំមុននឹងគាត់ខ្លាយទៅជាអតិថិជនម្នាក់ដែលខ្លាយទៅជាអតិថិជនស្វ័យប្រវត្តិបានចាមួយវិញទៀតដើម្បីខ្លាយទៅជាអូតូសែលដាច់ខាតបងប្អូនទាំងអស់គ្នាត្រូវតែចូលរួមក្នុងសិក្ខាសាលាជាប្រចាំខ្ញុំជឿថាការមកសិក្ខាសាលាថ្ងៃនេះសម្រាប់អ្នកលើកទី1ចាស់គឺអត់យល់ទេចាស់គឺដូចជារូបនាងខ្ញុំផ្ទាល់នេះគឺជាការចូលរួមសិក្ខាសាលាលើកទី1នៅខេត្តសៀមរាបឆ្នាំ2027ចាសម្រាប់នាងខ្ញុំអង្គុយសិក្ខាសាលាគឺលហលហេវអត់ដឹងថាត្រូវធ្វើអីទៀតទេបន្ទាប់ពីសិក្ខាសាលាអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចូលរួមសិក្ខាសាលានៅថ្ងៃនេះខែក្រោយមកទៀតបានអត់ចាអញ្ចឹងចំណុចមួយទៀតដែលអាចជួយឲ្យបងប្អូនប្រកាសជាខ្លាយទៅជាអូតូសែលលុះត្រាតែបងប្អូនទាំងអស់គ្នាគោរពទៅតាមគោលការណ៍នៃភាពជោគជ័យតើអ្វីទៅជាគោលការណ៍នៃភាពជោគជ័យបងប្អូនទាំងអស់គ្នាបងប្អូនដឹងអត់ថានៅពេលដែលបងប្អូនចុះឈ្មោះទទួលបាន ID ដ៏ free មួយនេះចាបងប្អូនត្រូវបំពេញលក្ខខណ្ឌក្នុងការចុះឈ្មោះដោយថិចអក្សរថាយល់ព្រមទាំងអស់មានថិចចឹងអត់ចា sponsor បានចុះឈ្មោះឲ្យបងប្អូនប្រហែលជាជួនកាលបានមើលក៏ប៉ុន្តែបងប្អូនត្រូវដឹងថា ID បងប្អូនគឺជា ID ឯករាជ្យមួយ sponsor មានសិទ្ធិត្រឹមចុះឈ្មោះជូនបងប្អូនទេតែភាពជោគជ័យអ្នកណាជាអ្នកកំណត់គឺបងប្អូនខ្លួនឯងគឺជាអ្នកកំណត់ទោះជា sponsor នឹងមិនចូលចិត្តមិនស្រឡាញ់មិនពេញចិត្តមិនចង់ឲ្យយើងជោគជ័យក៏ហាមឃាត់យើងអត់បានដែរអត់មានសិទ្ធិលុប ID យើងទេមែនអត់បងប្អូនទាំងអស់គ្នាចាដូចជាឪពុកម្ដាយរបស់យើងចឹងគាត់បង្កើតយើងបាននឹងផ្ដល់ជីវិតឲ្យយើងគាត់ចង់ឲ្យយើងជោគជ័យណាតែសុខភាពជោគជ័យស្ថិតនៅលើអ្នកណាគឺស្ថិតនៅលើកូនខ្លួនឯងចាខ្លួនយើងខ្លួនឯងជាអ្នកកំណត់នៃភាពជោគជ័យចឹងនៅក្នុងអាតូមីចាគឺជាការកិច្ចព្រមព្រៀងមួយបងប្អូនគឺជាដៃគូសហការរបស់ CEO អាតូមីសហការរបស់ក្រុមហ៊ុនលំដាប់យក្សដើម្បីទទួលបានភាពជោគជ័យ CEO បានបង្កើតគោលការណ៍មួយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាធ្វើដើម្បីកុំឲ្យបងប្អូននៅរាវការគោលការណ៍នោះគឺជាអ្វីគឺការគោរពគោលការណ៍របស់ក្រុមហ៊ុនជាមួយនឹងការបង្កើតសៀវភៅនេតកថាជីវិតឬក៏គោលដៅជីវិតរបស់ខ្លួនឯងនេះគឺជាច្បាប់នៃភាពជោគជ័យបើបងប្អូនចង់ជោគជ័យបងប្អូនត្រូវតែយកចិត្តទុកដាក់ទៅលើគោលការណ៍ទាំងពីរនេះចាគឺការបង្កើតគោលដៅក្នុងការឡើងតំណែង Share Master ហើយគោរពនៅគោលការណ៍របស់ក្រុមហ៊ុនចាហើយសរសេរសៀវភៅនេតកថាជីវិតចំណុចនេះគឺជាចំណុចចុងក្រោយដែលជួយឲ្យបងប្អូនទាំងអស់គ្នាកាន់តែទៅរកភាពជោគជ័យឲ្យបានលឿនចានៅក្នុងអាជីវកម្មអាតូមីដោយសារយើងធ្វើការជាមួយមនុស្សដោយសារតែវាមិនមានលក្ខខណ្ឌណាដែលជាគំនាបសម្រាប់យើងចាគេមិនបានឲ្យយើងចូលធ្វើការម៉ោង7ព្រឹកមិនបានឲ្យយើងបញ្ចប់ការងារយើងត្រឹមម៉ោង5ល្ងាចទេតែអ្វីៗទាំងអស់គឺត្រូវតែកម្រិតដោយខ្លួនឯងអញ្ចឹងហើយនៅក្នុងអាជីវកម្មអាតូមីមានភាពសាំញ៉ាំមានរឿងរ៉ាវជាច្រើនដែលកើតឡើងបងប្អូនអាចនឹងជួបរឿងជាច្រើនអញ្ចឹងចំណុចដែលបងប្អូនត្រូវទទួលបានភាពជោគជ័យលុះត្រាតែបងប្អូនរក្សាគោលគំនិតនៃភាពជោគជ័យដែលបងប្អូនសរសេរនៅក្នុងសៀវភៅនេតកថាជីវិតរបស់បងប្អូនហើយដកស្មៅចេញពីចិត្តតើអ្វីទៅជាស្មៅចេញពីចិត្តចាទី1បងប្អូនត្រូវតែដឹងគ្រប់ពេលវេលាថាបងប្អូនទាំងអស់គ្នាគឺជាម្ចាស់ជំនួញអាតូមីដែលឯករាជ្យសម្ដីខ្ញុំនិយាយនៅពេលនេះមិនមែនមានន័យថាជាការក្អឺតក្តោមទេបងប្អូនទាំងអស់គ្នាបងប្អូនដែលជាសមាជិកអាតូមីទាំងអស់តែងតែមាន sponsor ចាហើយដើម្បីភាពជោគជ័យយើងមានខ្លួនឯងហើយយើងក៏មានដៃគូដែរអញ្ចឹងដើម្បីទទួលបានភាពជោគជ័យតើតែយើងព្រមធ្វើជា partner ដែលល្អម្នាក់របស់គេហើយក៏ត្រូវតែធ្វើជា sponsor ម្នាក់ដែលជាគំរូសម្រាប់ក្រុមមានន័យថាក្រុមចង់ធ្វើបែបយើងចាមិនមែនជា sponsor ម្នាក់ដែលក្រុមថេកចោលទេមែនអត់បងប្អូនទាំងអស់គ្នាចាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែគោរព sponsor បងប្អូនខ្ញុំអាចប្រាប់ sponsor ខ្ញុំបានខ្ញុំធ្វើអាតូមីទោះជា sponsor របស់ខ្ញុំអាយុតិចជាងខ្ញុំក៏ដោយកន្លងមកគឺខ្ញុំគោរពគាត់ណាចាមិនថាការរៀបចំខ្លួនគាត់បែបណាគឺខ្ញុំតែងតែផ្ដល់តម្លៃនិងគោរពគាត់រហូតមកខ្ញុំក៏មានដៃគូខ្ញុំជាច្រើនដែរចង់មិនថាដៃគូខ្ញុំគាត់អាយុតិចជាងខ្ញុំចាឬក៏បែបណាទេយើងត្រូវតែគោរពគ្នាទៅវិញទៅមកចាហើយមួយវិញទៀតរាល់ការចំណាយក្នុងអាជីវកម្មនេះបងប្អូនត្រូវតែគិតគូរចាដូចជាស្ដែងនៅពេលដែលខ្ញុំចាប់ផ្ដើមអាជីវកម្មអាតូមីដំបូងគឺ sponsor បានបង្កើតសិក្ខាសាលាក្រុមចាដែលផ្ដើមចេញពីខ្ញុំពីរនាក់គាត់អញ្ចឹងខ្ញុំបានហ៊ានធ្វើសិក្ខាសាលាក្រុមទាំងខ្ញុំអត់3ខែអត់បានកាត់លុយផងក៏ខ្ញុំត្រូវចំណាយទៅបង្កើតសិក្ខាសាលាសម្រាប់ក្រុមដែរព្រោះខ្ញុំយល់ថាវាគឺជាអាជីវកម្មរបស់ខ្ញុំមិនដែល
ផ្ដេសផ្ដួលភាពជោគជ័យរបស់ខ្លួនឯងទៅលើ sponsor ទេចាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែធ្វើជាម្ចាស់ជំនួញឯករាជ្យគឺជាគោលការណ៍ចាគឺជាគោលគំនិតរក្សាគោលគំនិតជាម្ចាស់ជំនួញឯករាជ្យហើយដកយកអីចេញចាគឺដកយកការរំពឹងទុកបងប្អូនទាំងអស់គ្នាមិនអាចផ្ញើភាពជោគជ័យរបស់ខ្លួនឯងជាមួយនឹង sponsor ឬក៏ដៃគូទេចាអញ្ចឹងទាំងអស់ហ្នឹងមិនមែនឲ្យបងប្អូនទាំងអស់គ្នាកអើតកតោមចំពោះ sponsor ឬក៏ដៃគូទេគ្រាន់តែយើងត្រូវតែដឹងថាតើយើងរក្សាជំហរយើងបែបណាតើអត់បងប្អូនទាំងអស់គ្នាចាមួយវិញទៀតគឺការរក្សាគំនិតវិជ្ជមានចាដកយកគំនិតអវិជ្ជមានទាំងឡាយដែរចូលមកកាន់ជីវិតបងប្អូនទាំងអស់គ្នាអញ្ចឹងដូចនាងខ្ញុំបានលើកឡើងពីប្រវត្តិពីខាងដើមខ្ញុំធ្វើអាតូមីគឺការប្រឆាំងទាំងស្រុងពីស្វាមីរបស់ខ្ញុំតែដោយសារតែខ្ញុំតែងតែរក្សាគំនិតវិជ្ជមានរបស់ខ្ញុំតែងតែជឿថាខ្ញុំអាចជោគជ័យបានអ្នកដែលធ្វើអាតូមីមុនខ្ញុំមិនជោគជ័យចានោះគឺជារឿងរបស់គេចាការគិតរបស់គេគឺផ្សេងពីយើងចាតែនៅពេលដែលខ្ញុំឃើញអ្នកជោគជ័យមកពីកូរ៉េតើខ្ញុំត្រូវគិតបែបម៉េចវិញខ្ញុំត្រូវតែគិតថាជនជាតិកូរ៉េស្ត្រីមេផ្ទះកូរ៉េធ្វើបានខ្ញុំដែលជាស្ត្រីមេផ្ទះខ្មែរក៏ត្រូវតែធ្វើបានដែរនេះគឺជាការរក្សាគោលគំនិតវិជ្ជមានរបស់ខ្ញុំអញ្ចឹងតាមការរក្សាគោលគំនិតវិជ្ជមានរបស់ខ្ញុំអាចធ្វើឲ្យស្វាមីម្នាក់ដែលតែងតែរៀបរៀងក្នុងអាជីវកម្មអាតូមីខ្លាចទៅជាស្វាមីម្នាក់ដែលគ្រប់គ្រងក្នុងខ្ញុំក្នុងអាជីវកម្មមួយនេះផងដែរចាអរគុណជាងនេះទៅទៀតគឺកាលពីមុននាងខ្ញុំអត់អាចឡើងធ្វើបទបង្ហាញបានកាលពីមុននាងខ្ញុំគឺជាមនុស្សម្នាក់ដែលខ្លាចមនុស្សតែក្នុងសម័យកូវីដគឺជាសម័យមួយដែលគេបិទគប់តែនាងខ្ញុំអាចអភិវឌ្ឍខ្លួនបានហើយខ្ញុំតែងតែចេញទៅបញ្ចេញសកម្មភាពជារៀងរាល់ពេលគឺនាងខ្ញុំខ្លាចទៅជាមនុស្សម្នាក់លែងចេះនៅផ្ទះហើយចាជាចុងក្រោយការរក្សាគោលគំនិតចាគោលគំនិតខ្លួនឯងនោះចាគឺការដែលបងប្អូនទាំងអស់គ្នាត្រូវតែមានជំនឿចាខ្ញុំបានពីដៃគូរបស់ខ្ញុំកាលពីម្សិលមិញគឺជំនឿទាំង3ទី1បងប្អូនទាំងអស់គ្នាត្រូវតែជឿជាក់លើ CEO អាតូមីប្រកាសជាអាចឲ្យជួយបងប្អូនជោគជ័យ 100% មិនមែន 90% មិនមែន 50% គឺ 100% ទី2បងប្អូនទាំងអស់គ្នានឹងអាចជោគជ័យដោយសារតែខ្លួនបងប្អូនទាំងអស់គ្នាដែលជាម្ចាស់ជំនួញឯករាជ្យពិតប្រាកដទី3បងប្អូនទាំងអស់គ្នាត្រូវតែជឿជាក់លើក្រុមកុំមានការសង្ស័យក្រុមកុំមានការចំណែនចំពោះក្រុមឬក៏ sponsor គឺប្រកាសជាអាចជួយឲ្យបងប្អូនជោគជ័យអញ្ចឹងអ្វីដែលអាចជួយឲ្យបងប្អូនជោគជ័យនៅពេលដែលបងប្អូនមានជំនឿទាំង3នេះបងប្អូននឹងដកយកការសង្ស័យចេញចាដកយកស្មៅនៃការសង្ស័យចេញដកយកនៅចិត្តអន្ទះសាពេលណាខ្ញុំអូតូសេលខ្ញុំប្រឹងដឹកក្រុមណាខ្ញុំប្រឹងបង្រៀនក្រុមណាខ្ញុំប្រឹងចេញទៅបេសកកម្មរាល់ថ្ងៃហេតុអីក៏ខ្ញុំមិនអាចអូតូសេលបានពេលនោះគឺបងប្អូនលែងរង្គោះរង្គើផ្លូវចិត្តហើយអញ្ចឹងនៅពេលដែលបងប្អូនជឿជាក់បែបនេះបងប្អូនប្រកាសជាអាចជោគជ័យ 100% ផងដែរចាជាចុងក្រោយនាងខ្ញុំចង់ប្រាប់ថានេះគឺជាទិន្នន័យជាក់ស្ដែងរបស់ក្រុមហ៊ុនមិនមែនជាទិន្នន័យរបស់ខ្ញុំទេអូតូសេលមានរាប់ពាន់នាក់គឺ 6852 នាក់មិនមែនជាចំនួនតិចទេមនុស្សច្រើនណាស់ដែលខ្លាចជាអូតូសេលរឿងអីដែលយើងមិនអាចខ្លាចជាអូតូសេលបានមែនអត់បងប្អូនទាំងអស់គ្នាចាជាចុងក្រោយមេរៀនពិតប្រាកដដែលបងប្អូនត្រូវរៀនមិនមែនជាមេរៀនតាមរយៈសម្លេងរបស់ខ្ញុំទេគឺជាមេរៀនដែលអត់សម្លេងអ្វីទៅគឺជាមេរៀនដែលអត់សម្លេងគឺការគិតរបស់បងប្អូនអត់មានសម្លេងចេញមកទេគឺជាសកម្មភាពរបស់បងប្អូនលុះត្រាតែបងប្អូនក្លាហានក្នុងការបញ្ចេញសកម្មភាពក្លាហានក្នុងការធ្វើទើបបងប្អូនអាចទទួលបានភាពជោគជ័យបើបងប្អូនគ្រាន់តែរៀនចំណេះដឹងមិនអាចជួយឲ្យបងប្អូនជោគជ័យទេសមត្ថភាពប៉ាត់គឺភាពក្លាហានបានអត់ណែនាំបានអត់ចាបន្តិចទៀតស្ថានភាពនឹងលំបាកឡើងអញ្ចឹងយើងត្រូវតែទៅមុខមុនពេលដែលស្ថានភាពលំបាកនោះមកដល់មែនអត់បងប្អូនទាំងអស់គ្នាចា